រឿងសំឡេងគួរទ្វារនៅពាក្យកណ្ដាលយប់លោកវណ្ណៈរស់នៅក្នុងប្រទេសតូចមួយម្នាក់ឯងគាត់ជាមនុស្សសាមញ្ញម្នាក់ដែលចូលចិត្តភាពស្ងៀមស្ងាត់យប់មួយពេលគាត់កំពុងតែដេកលក់ស្កប់ស្កល់គាត់បានភ្ញាក់ឡើងព្រោះមានសំឡេងប្លែកមួយវាជាសំឡេងគួរទ្វារលន់លឺចេញពីទ្វារមុខរបស់គាត់សំឡេងនោះគូសយឺតតែទៀងទាត់លោកវណ្ណៈគិតថាប្រហែលជានរណាម្នាក់ច្រឡំផ្ទះគាត់បានក្រោកពីគ្រែហើយដើរទៅមាត់ទ្វារគាត់បានមើលតាមចន្លោះទ្វារតែមិនឃើញនរណាម្នាក់នៅខាងក្រៅឡើយគាត់បានសួរថាអ្នកណានឹងតែគ្មានសំឡេងឆ្លើយតបឡើយតែសំឡេងគួរទ្វារនោះនៅតែបន្តលាន់ឮលោកវណ្ណៈមានអារម្មណ៍ព្រឺសម្បុរគាត់បានដកថយពីទ្វារហើយរត់ទៅក្នុងបន្ទប់គេងវិញគាត់បានចូលទៅក្នុងភួយហើយបិទភ្នែកចិត្តសំឡេងគួរទ្វារនោះបានបន្តបន្លឺឡើងជាច្រើននាទីមុននឹងស្ងប់ស្ងាត់បាត់ទៅវិញភាពស្ងៀមស្ងាត់នោះគួរឲ្យខ្លាចជាងសំឡេងទៅទៀតចាប់ពីយប់នោះមកលោកវណ្ណៈមិនហ៊ានបើកទ្វារឲ្យអ្នកណានៅពេលយប់ទៀតទេលុះត្រាតែគាត់ដឹងថាជានរណាពិតប្រាកដគាត់នៅតែមិនដឹងថាតើនរណាជាអ្នកគោះទ្វារនៅពាក់កណ្ដាលយប់នោះឡើយ